ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងមកនាំបងប្អូនមកស្គាល់ពីប្រភេទយន្តហោះចម្បាំងរបស់ប្រទេសកម្ពុជាប៉ុន្តែបច្ចុប្បន្នគឺត្រូវបានដាក់ឲ្យចូលនិវត្តន៍ដោយសារតែវាអស់ម៉ោងហោះហើរនេះគឺជាប្រភេទយន្តហោះចម្បាំង MiG-21 BAS វាមានបណ្ដោយ15ម៉ែត្រស្លាបទាំងសងខាងមាន 7.15 ម៉ែត្រនិងកម្ពស់យន្តហោះ 4.12 ម៉ែត្រហើយយន្តហោះនេះគឺមានទម្ងន់ 5339 គីឡូក្រាមល្បឿនអបរិមាមាន 2237 គីឡូម៉ែត្រវាហោះបានរយៈចម្ងាយ 1210 គីឡូម៉ែត្រនិងកម្ពស់17 គីឡូម៉ែត្រហើយយន្តហោះនេះគឺមានម៉ាស៊ីនចំនួន1 Two Man Sky R25 300ហើយវាអាចផ្ទុកគ្រាប់បែកបានទម្ងន់1តោនហើយវាបំពាក់កាំភ្លើង GSH 23 មីលីម៉ែត្រយន្តហោះនេះគឺជាប្រភេទយន្តហោះបដកម្មប្រដេញល្បឿនលឿនជាងសម្លេង2ដងវាផលិតនៅក្នុងសតវត្សផលិតក្នុងទសវត្សរ៍ទី60បានប្រើប្រាស់នៅកម្ពុជានៅទសវត្សរ៍80ហើយយន្តហោះនេះគឺបានបដូរពីពលានពីប្រទេសវៀតណាមមកប៉ូយន្តង់នៅថ្ងៃទី6 ខែមិថុនាឆ្នាំ1989ចឹងបើសិនជាបងប្អូនចង់ទៅទស្សនាដោយផ្ទាល់គឺបងប្អូនអាចទៅមើលនៅកន្លែងសួនតេជោនៅវិមានឈ្នះសូមអរគុណ